បាទបងប្អូនសុខសប្បាយទាំងអស់គ្នាបងប្អូនបាទដូចរាល់ដងទេបងប្អូនប្រធានបទយើងគឺអត់ឆ្ងាយពីគោទេបងប្អូនព្រោះយើងជាអ្នកចិញ្ចឹមគោហើយណាមួយយើងក៏ជាអ្នកស្រុកស្រែចម្ការដែរបងប្អូនហើយយើងនិយាយពីទស្សនវិជ្ជាផ្សេងដោយវាអត់ស៊ីបងប្អូនអញ្ចឹងមានតែនិយាយពីគោនឹងឯងបងប្អូនដោយសារយើងជាអ្នកចិញ្ចឹមគោហើយយើងក៏ជាអ្នកកសិករដែរបាទបងប្អូនបច្ចុប្បន្ននេះគោបើនិយាយពីរឿងទីផ្សារវាមានតម្លៃល្អគ្រាន់បើបងប្អូនបាទខុសពីប្រហែលឆ្នាំកន្លងទៅតម្លៃគោវាធ្លាក់ចុះខ្លាំងតែម្លងពេលមួយរយៈធំនេះគឺគោមានតម្លៃមានទីផ្សារល្អដែរបងប្អូនហើយតម្លៃទីផ្សារទីផ្សោតគឺមានទាំងគោប្រភេទគីឡូមានទាំងគោប្រភេទផែនចិញ្ចឹមអញ្ចឹងវាមានទីផ្សារល្អគ្រាន់បើហើយសម្រាប់បងប្អូនដែលអ្នកចង់ចិញ្ចឹមគោមិនថាជាបងប្អូនចិញ្ចឹមបែបលក្ខណៈកសិដ្ឋានជាលក្ខណៈគ្រួសារគួរតែមានបងប្អូនត្រូវតែមានចុះត្រូវតែមានខ្ញុំលើកទឹកចិត្តថាចិញ្ចឹមចុះបងប្អូនមិនដីទេដោយសារអីបើយើងចិញ្ចឹមជាលក្ខណៈគ្រួសារនៅតាមស្រុកស្រែចម្ការវាអត់ខាតអីទេបងប្អូនយើងឆ្លៀតពេលខ្លះទៅមើលថែគាត់ខ្លះទៅហើយពេលទំនេរខ្លះក៏ជ្រូតស្មៅគាត់ស៊ីខ្លះទៅប៉ុន្តែយើងមិនមែនចោលការងារស្នូលអញ្ចឹងទេបងប្អូនណាយើងចាត់ទុកថាការចិញ្ចឹមសត្វនេះវាជាចំណូលបន្ថែមឬក៏បន្ទាប់បន្សំសម្រាប់យើងអ្នកស្រែចម្ការសល់ពេលវេលាពីការងារផ្សេងយើងយកពេលមកមើលថែគោជាងយើងយកពេលវេលាដែលអត់ប្រយោជន៍ទៅឲ្យវាបោះបង់ចោលណាបងប្អូនកុំឲ្យពេលវេលាវារំលងចោលអញ្ចឹងយើងយកពេលហ្នឹងមកមើលថែរបស់យើងបន្ថែមទៅហើយខ្ញុំជឿថាស្រុកស្រែចម្ការរបស់យើងមិនខ្វះទេស្មៅបងប្អូនសបោហើយពិសេសគឺរដូវវស្សានេះហ្មងគឺសបោមែនតើស្មៅអញ្ចឹងអាចមើលថែបាន